សួរអ្នកទាំងអស់គ្នាពួកយើងជាសិស្សថ្នាក់ទី12សេនៅវិទ្យាល័យប្រាសាទបាឡាំងមកបង្ហាញពីសកម្មភាពខ្លះៗក្នុងការធ្វើកាឡានហើយឥឡូវនេះពួកយើងក៏នាំគ្នាបានចេញពីផ្ទះដើម្បីធ្វើដំណើរទៅកាប់បំពង់ឫស្សីហើយគឺថាមុននឹងទៅហ្នឹងក៏ចាំគ្នាយ៉ាងយូររៀងគួរសមដែរបន្ទាប់ពីជុំគ្នាអស់ហើយក៏ពួកយើងបានចាប់ផ្ដើមចេញដំណើរទៅតាមផ្លូវហ្នឹងក៏រៀងឆ្ងាយគួរសមដែរមុននឹងចូលផ្លូវក្រហមនេះហើយឥឡូវគឺថាយើងបានចូលមកដល់ផ្លូវកាប់បំពង់ឫស្សីហើយរៀងរោករាក់បន្តិចហើយមើលតាសកម្មភាពពេលជិះម៉ូតូទៅក៏ដឹងដែរឥឡូវពួកយើងដល់ហើយនាំគ្នាទុកម៉ូតូហើយនាំគ្នាដើរទៅកាប់បំពង់ឫស្សីនៅខាងក្នុងដែលពួកម៉ាក់ខ្ញុំដើរចូលហ្នឹងហើយគឺថាដើរហ្នឹងពួកខ្ញុំក៏ឃើញគ្រាប់ត្នោតនាំគ្នារើសគ្រាប់ត្នោតដើម្បីទុកដុតសម្រាប់ធ្វើរងើកអាំងកាឡានរបស់យើងហើយនេះសកម្មភាពក្រុមរបស់នាងខ្ញុំឡើងទៅកាប់បំពង់ឫស្សីហើយគឺថាមុននឹងកាប់បានម្ដងហ្នឹងក៏រៀងយ៉ាប់ដែរមើលតែដើមឫស្សីទៅឡើងខ្ពស់ទ្រាំតែកាត់បានម្ដងហ្នឹងគឺថាមុតដៃមុតជើងម្ដងម្នាក់អស់ហើយរៀងយ៉ាប់ដែរបងប្អូនទាំងអស់គ្នាហើយឥឡូវហ្នឹងក៏កាត់បានម្ដងហើយដើម្បីយកមកឈូសចម្រាស់វាចេញឲ្យអស់ហើយកាប់យកជីកង់ហើយឥឡូវយើងវាស់ស្មានឹងដៃហើយអាចជីកង់ទៅហើយគ្មានម៉ែត្រវាស់អីទេមកដៃទៅទេហើយអត់ណាស់ទេមិនអត់ស្អីយើងទេអត់ទេយើងហើយបន្ទាប់ពីកាត់រួចរាល់ហើយពួកយើងក៏នាំគ្នាយកអំពង់ឫស្សីយកដាក់ចូលក្នុងបេអស់មកហើយឥឡូវនេះយើងរៀបចំឫស្សីទុកដាក់ឲ្យស្រួលបួលហើយពួកម៉ាក់ខ្ញុំហ្នឹងក៏បានលើកបេទៅដាក់កន្លែងម៉ូតូហើយឥឡូវយើងក៏បានចេញពីកន្លែងកាប់បំពង់ឫស្សីទៅផ្ទះវិញហើយបន្ទាប់ពីមកដល់ហ្នឹងពួកយើងក៏បានមកកាត់ភ្លើងដើម្បីលីងសណ្ដែកហើយខ្ញុំឲ្យមិត្តភក្តិខ្ញុំហ្នឹងអង្គុយលីងដើម្បីឲ្យវាឈ្ងុយបន្ទាប់មកខ្ញុំក៏អង្គុយលីងបន្ថែមទៀតដើម្បីឲ្យវាកាន់តែឈ្ងុយជាងនឹងបន្តិចឥឡូវគឺថាសណ្ដែករបស់យើងឆ្អិនហើយបន្ទាប់ពីឆ្អិនហើយពួកយើងក៏បានដាក់ត្រាំសណ្ដែកមួយសន្ទុះសិនហើយអង្ករនេះក៏មិត្តភក្តិខ្ញុំបានត្រាំពីយប់ហើយដែរបន្ទាប់ពីត្រាំអង្ករមួយយប់ហើយយើងក៏បានលាងសម្រស់អង្ករឲ្យបានពីប៊ីទឹកឲ្យស្អាតសិនហើយមិត្តភក្តិខ្ញុំមួយទៀតក៏បានទៅកោសដូងហើយដូងហ្នឹងគឺដូងខ្លួនឯងទេកោសតែបានមួយផ្លែហ្នឹងទេហើយពីរទៀតពួកយើងទៅទិញគេហើយអង្ករដែលយើងបានលាងមិញហ្នឹងយើងក៏បានច្បល់ជាមួយសណ្ដែកខ្មៅរបស់យើងបានត្រាំរួចហើយតែខ្ញុំបានថតសកម្មភាពពេលហ្នឹងទេព្រោះអីរវល់ជួយគេបន្តិចតួចដែរហើយយើងបានដាក់លីស្ករអំបិលបន្តិចតោះមកយើងក៏ចាក់កាកដូងដែលយើងបានកោសមិញហើយចូលហើយនឹងទុក2ផ្លែទៀតដើម្បីពូតយកទឹកខ្ទិះហើយគ្រឿងផ្សំធ្វើកាឡានរបស់យើងមានអង្ករហើយនឹងទឹកខ្ទិះដូងហើយមានជាមួយនឹងបំពង់ឫស្សីសម្រាប់ច្រកអង្ករហើយឥឡូវពួកយើងបាននាំគ្នាច្រកអង្ករចូលទៅបំពង់ឫស្សីហើយបន្ទាប់ពីយើងច្រកអង្ករចូលបំពង់ឫស្សីយើងក៏បន្ថែមទឹកខ្ទិះដូងចូលទៅក្នុងបំពង់ឫស្សីដើម្បីឲ្យក្រឡានរបស់យើងហ្នឹងកាន់តែឈ្ងុយហើយឆ្ងាញ់ហើយអ្នកទាំងអស់គ្នាឃើញអញ្ចឹងក៏កុំគិតថាពួកខ្ញុំជំនាញអីនោះគឺអត់ទេអ្នកទាំងអស់គ្នាលើកទី1សម្រាប់ក្រុមរបស់នាងខ្ញុំហើយនេះគឺជាសកម្មភាពដែលពួកយើងបានច្រកអង្ករចូលទៅក្នុងបំពង់ហើយអ្នកទាំងអស់គ្នាអាចមើលតាមនឹងបានទៅហើយពួកយើងក៏នាំគ្នាជួយគ្នាធ្វើអ្នកបន្តិចទៅដើម្បីឲ្យកាឡានរបស់យើងឆាប់បានឆ្អិនហើយត្រង់កន្លែងហ្នឹងពួកយើងក៏បញ្ញាខ្លាំងមែនទែនព្រោះអីរៀងល្ងាចដែរហើយអ្នកខ្លះក៏នាំគ្នាច្រកអង្ករទៅអ្នកខ្លះក៏ច្រកខ្ទិះដូងទៅអ្នកខ្លះក៏ញាត់ឈ្មុកទៅដើម្បីឲ្យកាឡានរបស់យើងឆាប់ហើយត្រង់កន្លែងច្រកកាឡានហ្នឹងក៏រៀងយូរគួរសមដែរអ្នកទាំងអស់គ្នាជិត2ម៉ោងដែរហើយអ្នកទាំងអស់គ្នាកុំប្រកែកប្រកាន់អីព្រោះអីឃើញឆ្កងអីចឹងណាហើយពួកខ្ញុំធ្វើនេះក៏ដើម្បីយកបន្ទុកដាក់ជាក្រុមទេអត់មានយកទៅណាទេអ្នកទាំងអស់គ្នាហើយពួកប្រុសនោះក៏បាននាំគ្នាទៅបង្កាត់ភ្លើងដើម្បីត្រៀមនឹងអាំងកាឡានរបស់យើងហើយក៏យើងចុះសម្រាមដាក់ដុតខ្លះទៅដើម្បីឲ្យវាឆាប់ឆេះហើយមើលទៅមិត្តភក្តិខ្ញុំទៅគឺថាយកអស់ដើម្បីដាក់កាត់ភ្លើងឲ្យបានឆាប់ឆេះជារងើកហើយបន្ទាប់មកហ្នឹងពួកយើងក៏បានយកដាំចេកមកដាក់ដើម្បីធ្វើជាសម្រាប់ឆ្នើដុតកាឡានហើយឥឡូវនេះគឺថាយើងយកកាឡានមកដុតដើមហើយអ្នកទាំងអស់គ្នាឃើញអញ្ចឹងកុំសូវជឿពេកសិទ្ធិការសម្ដែងទេអ្នកទាំងអស់គ្នាអើយគាត់តែមើលដៃទៅក៏ដឹងដែរគឺក្តៅខ្លាំងណាស់អ្នកទាំងអស់គ្នានៅចិត្តភ្លើងហើយថ្ងៃក្តៅទៀតហើយឥឡូវកាឡានរបស់យើងហ្នឹងក៏ក្រហមបន្តិចហើយពួកយើងក៏នាំជួយគ្នាប្រែបន្តិចទៅកុំឲ្យវាខ្លោចហ
ហើយយើងដុតបដាមកសន្ទុះមកក៏វាចាប់ដើមចិត្តឆ្អិនដែរហើយយើងក៏អង្គុយចាំមើលប្រែវាឲ្យជាប់ទៅកុំឲ្យវាខ្លោចតហើយឥឡូវហ្នឹងក៏កាឡានយើងចិត្តឆ្អិនហើយបន្ទាប់ពីឆ្អិនខ្លះហើយយើងក៏យកវាទៅទុកដើម្បីឲ្យត្រជាក់សិនរួចហើយពេលនេះក៏យើងចាប់ដើមសកកាឡានហើយយើងក៏ចាប់ដើមសកបដាមកហើយយើងសកនេះក៏សកភ្លក់សិនទេអ្នកទាំងអស់គ្នាប៉ុន្តែយើងអត់បានថតពេលភ្លក់នឹងទេភ្លក់អីក្តៅពេកអ្នកទាំងអស់គ្នាហើយយើងចែកគ្នាភ្លក់ម្នាក់បន្តិចមកគាត់គិតថាវាឆ្អិនល្អហើយយើងក៏នាំគ្នាសកហើយពួកយើងក៏ចាប់ផ្ដើមសកបដាតទៅទៀតដើម្បីឲ្យកាឡានរបស់យើងនឹងឆាប់ហើយមើលទៅមិត្តភក្តិខ្ញុំទៅគឺថាកាប់ប្រយ័ត្នខ្លាំងមែនទែនព្រោះអីពួកយើងអត់ដែលធ្លាប់ធ្វើអញ្ចឹងពីមុនមកទេហើយឥឡូវយើងបន្ទាប់ពីកាប់ហើយយើងក៏បានរួចរាល់ហើយអ្នកទាំងអស់គ្នាហើយបើអ្នកទាំងអស់គ្នាចង់ទៅទិញកាឡានគេអីសូមកុំតថ្លៃគេឲ្យសោះព្រោះអីពិបាកណាស់អ្នកទាំងអស់គ្នាអើយទ្រាំធ្វើបានចេញជាកាឡាអ្នកទាំងអស់គ្នាមិនស្រួលដូចការគិតទេអ្នកទាំងអស់គ្នាអើយសូមជម្រាបលាបាយបាយ